មិនក៏ធ្វើមុខអីចឹងឬមួយលួចមានសង្សារលាក់បាំងបងអត់ទេមិនក៏អាចកាត់ទៅបងអីចឹងល្អណាស់ស្អែកល្ងាចទៅជាមួយបងជួបកូនស្រីក្រុមហ៊ុនយីជីវរ៉ូដល់ពេលនោះត្រូវចុះសម្រុងជាមួយគេឲ្យបានល្អបងខ្លាចទៅតែស្លាប់ខ្ញុំចង់នៅក្បែរបងឲ្យបានច្រើនហើយបងក៏ដឹងដែរថានាងមានចរិតរៀងធន់ទោះជាធន់មែនតែនាងមានលុយតើឯងនឹងច្បាស់ជាមិនបោកបងទេបងកុំបារម្ភអីខ្ញុំមិនមែនឈួតឯណាខ្ញុំច្បាស់ជាមិនត្រូវគេបោកបានទេអត់អីទេមានបងជួយខ្ញុំហើយលោកយាយអ្នកជាអ្នកណាខ្ញុំមិនស្គាល់អ្នកទេខ្ញុំជាឈូវីជាប្អូនប្រុសរបស់ឈូយ៉ានយាយហៅខ្ញុំថាសៀវវៃបានហើយឈូយ៉ានចំពោះបងស្រីខ្ញុំកាលពីឆ្នាំមុនត្រកូលចាងមើលថែយាយមិនសូវបានល្អទេដូច្នេះពេលនេះខ្ញុំត្រឡប់មកលេងយាយជំនួសបងស្រីខ្ញុំអាហាមនុស្សអាក្រក់គេជាមនុស្សអាក្រក់សៀវហាវនិងមេលីដែលរត់លេងនោះថែមទាំងវាខ្ញុំទៀតខ្ញុំមិនចូលចិត្តគេទេខ្ញុំមកហោះមានរឿងអីពួកអ្នកមែនហើយអ្នកយើងធ្លាប់ជួបគ្នាម្សិលមិញតើយាយម្នាក់នេះជាសាច់ញាតិរបស់បងស្រីខ្ញុំមកសួរសុខទុក្ខគាត់ជំនួសបងស្រីខ្ញុំបងស្រីអ្នកឈ្មោះឈូយ៉ានមែនទេមែនហើយអ្នកស្គាល់គាត់អហ៎ខ្ញុំតែងតែមកធ្វើការងារស្ម័គ្រចិត្តនៅទីនេះឬថាក្រោយចៅប្រុសរបស់គាត់រៀបការជាមួយបងស្រីអ្នកគេក៏យកគាត់មកទុកចោលនៅទីនេះមិនខ្វល់ខ្វាយទៀតទេខ្ញុំបានមើលថែគាត់រហូតមកអត់អីទេណានរៀងខ្លាចគេបន្តិចបើមកដល់ហើយនៅលេងជាមួយគាត់បន្តិចទៅណានលើកក្រោយកុំរត់បាត់ទៀតណាមើលមុខឯងនេះចាំខ្ញុំជួយអរគុណយាយនេះខ្ញុំធ្វើផ្លាកសម្គាល់ឲ្យយាយលើកក្រោយបើយាយវង្វេងគ្រាន់តែយកវាឲ្យគេមើលទៅខ្ញុំនឹងរកយាយឃើញខ្ញុំមិនបានវង្វេងដោយចិត្តណាទេខ្ញុំគ្រាន់តែចង់ជួបសៀវហាវនិងមេលីរបស់ពួកយើងដឹងថាពួកគេរស់នៅបានល្អខ្ញុំក៏អស់បារម្ភហើយយាយកុំបារម្ភពួកគេសុទ្ធតែរស់នៅបានល្អណាស់យាយជឿទៅខ្លាចជាបន្ទុកគេទៅនេះយាយលែងរំខានពួកគេទៀតហើយហេតុអីយាយស្រាប់តែរត់ចេញទៅយាយចង់ត្រឡប់ទៅផ្ទះប៉ុន្តែឥឡូវនេះលែងមានផ្ទះឲ្យយាយទៅហើយក្រែងរឿងទាំងអស់នេះគឺបងស្រីយីងកងមែនទេកុំនិយាយរឿងនេះទៀតអីក្រោយមកឯងគ្រាន់តែមកលេងយាយឲ្យបានញឹកញាប់ទៅល្អហើយនៅទីនេះពិបាកហៅតាក់ស៊ីបើមិនអីចឹងខ្ញុំជិះកង់ឌុបឯងទៅឡនិយាយអីចឹងឆ្កែអាចដាក់ឈ្មោះឯងបានទេខ្ញុំឈ្មោះឆុងសឹងអីចឹងមែនទេអើហើឯងផ្ដាសាយហើយអត់អីទេប្រហែលជាមិនងងាបន្តិចហើយសុំទោសណាបើឯងមិនប្រកាន់ទេខ្ញុំអាចទៅផ្ទះឯងជួយដាំបបរឯងបានហើយធ្វើម្ហូបបន្តិចបន្តួចឡអរគុណឯងឯងដូចជាមិនសូវហ៊ានមើលមុខខ្ញុំសោះមកពីខ្ញុំអាក្រក់មើលមែនទេមិនមែនទេឯងស្អាតណាស់មាត់ឯងប្រឡាក់អីបន្តិចខ្ញុំជួយអ្នកអហនិយាយអញ្ចឹងអ្នកគ្រប់គ្រងឈឿងផ្ទះលោកនៅជិតផ្ទះខ្ញុំណាស់ខ្ញុំឃើញគ្រឿងសង្ហារឹមរបស់លោកសុទ្ធតែថ្មីលោកទៅតែរឹមនៅទីនេះមែនទេព្រោះតែលោកនឹងណាអ្នកប្រុសក៏កុំលេងសើចពេកអីខ្ញុំអស់កម្លាំងបន្តិចហើយសូមទៅសម្រាប់សិន
អ្នកកំពុងធ្វើអីហ្នឹងសុំទោសខ្ញុំទៅតែងងុយដេកលក់ខ្ញុំស្មានតែខ្ញុំកំពុងយល់សប្តិយប់នេះទៅភោជនីយដ្ឋានយូជៀនដើម្បីជួបអ្នកនាងយាយជីវរោកូនស្រីមហាសេដ្ឋីនៃក្រុមហ៊ុនយេស៊ីគ្រប់មានការអីគេចង់ឲ្យខ្ញុំទៅណាត់ជួបគូអ្នកមិនចង់ទៅទេខ្ញុំមានវិធីមួយដែលអាចជួយអ្នកទប់ទល់នឹងគេបានវិធីអីទៅគេចង់គ្រប់គ្រងអ្នកគ្រាន់តែប្រឆាំងទៅមនុស្សដែលចូលចិត្តគ្រប់គ្រងអ្នកដទៃកាលណាអ្នកកាន់តែស្ដាប់បង្គាប់គេគាត់គ្រាន់តែនឹងបង្ខំអ្នកកាន់តែខ្លាំងឡើងបើខ្ញុំធ្វើបែបនេះខ្ញុំប្រហែលជាស្លាប់ក្នុងកណ្ដាប់ដៃគាត់ហើយមិនអីទេគាត់ស្រឡាញ់អ្នកខ្លាំងណាស់ប្រកាសជាមិនធ្វើបាបអ្នកទេខ្ញុំជឿជាក់លើអ្នកបើអ្នកមានមនុស្សដែលអ្នកស្រឡាញ់ដើម្បីគាត់អ្នកប្រកាសជាអាចធ្វើបានប្រសិនបើខ្ញុំនិយាយចេញខ្ញុំនឹងធ្វើឲ្យអ្នកបាត់បង់មនុស្សដែលមានតម្លៃបំផុតនោះទៅហៅថាការដាក់ទណ្ឌកម្មស្រីនេះថតដូចជ្រូកអីចឹងមិនស័ក្តិសមទេស្រីនេះរៀងក៏បានដែរតែគ្រួសារក្រពេកខ្លាចតែជាស្រីចំណាស់សៀវវៃកុំបន្ទោសបងថាពិបាកពេកអីទៅថ្ងៃមុខឯងនឹងត្រូវជួយបងមើលការខុសត្រូវក្រុមហ៊ុនបងប្រកាសជារកមនុស្សម្នាក់ដែលអាចគ្រប់គ្រងឯងបានសៀវបៃឆាប់ស្គាល់គ្នាទៅនេះគឺកញ្ញាយីវជាចារកូនស្រីរបស់ក្រុមហ៊ុនជីងស៊ីជីងជឿងគ្រប់សួស្តីខ្ញុំឈ្មោះយូជាចារសួស្តីខ្ញុំឈ្មោះយេជាហៅខ្ញុំសូមណែនាំខ្លួនខ្ញុំបន្តិចសិនគ្រួសារខ្ញុំធ្វើជំនួញអចលនទ្រព្យឈូវីយើងទាំងពីរមានប្រវត្តិគ្រួសារនិងកាលៈទេសៈស្រដៀងគ្នាខ្លាំងណាស់យើងប្រកាសជាត្រូវគ្នាខ្លាំងណាស់អ្នកគួរតែត្រូវគ្នានឹងបងស្រីខ្ញុំជាងសៀវវីអ្នកបង្រៀនអ្នកឲ្យនិយាយបែបហ្នឹងពីមុនអ្នកមិនដែលនិយាយជាមួយបងស្រីបែបហ្នឹងទេអត់អីទេបងឈូយៀនឲ្យតែខ្ញុំបានតាក់ទងជាមួយឈូវីច្រើនឈូវីគាត់នឹងចូលចិត្តខ្ញុំគាត់នឹងមិនចូលចិត្តអ្នកទេអ្នកជាអ្នកណានេះមើលមិនឃើញទេគាត់ជាមិត្តប្រុសខ្ញុំយើងពិតជាគួរណាត់ជួបខ្ញុំកញ្ញាយាយខ្ញុំអ្នកមកធ្វើអីនឹងឯងមកឆក់យកគេទៅមែនទេមនុស្សដែលឯងធ្លាប់ឆក់យកពីខ្ញុំគឺដំបងប្តីខ្ញុំបន្ទាប់មកអូនប្រុសខ្ញុំមនុស្សដែលឯងត្រូវដោះស្រាយគឺខ្ញុំហើយខ្ញុំនិយាយលេងទេខ្ញុំនឹងឈូវៃស្រឡាញ់គ្នាតាំងពីជួបគ្នាដំបូងម្លេះខ្ញុំមិនខ្វល់ថាឯងចង់ធ្វើអ្វីទេប៉ុន្តែល្បិចនេះឯងរៀបចំខុសហើយឈូវៃគឺជាប្អូនប្រុសរបស់ខ្ញុំល្បិចដែលឯងល្បួងគេមិនអាចឈ្នះពាក្យពីរបីម៉ាត់ដែលខ្ញុំនិយាយលេងបានទេអីចឹងមែនឈូវៃបងខ្ញុំនឹងចង់សឹងស្រឡាញ់គ្នាដោយស្មោះតាំងពីក្មេងមកខ្ញុំមិនដែលសុំអ្វីពីបងទេខ្ញុំសង្ឃឹមថាបងអាចផ្ដល់ឱកាសឲ្យយើងទាំងពីរនាក់ម្ដងចង់សឹងការភ្ញាក់ផ្អើលដែលឯងផ្ដល់ឲ្យខ្ញុំពិតជាគ្មានទីបញ្ចប់មែនខ្ញុំក៏នឹងផ្ដល់ការភ្ញាក់ផ្អើលឲ្យឯងដែរចង់ចាំមេរៀនលើកនេះឲ្យច្បាស់ទៅថ្ងៃមុខកុំប្រើមុខមាត់ដ៏ស្រស់ស្អាតនេះដើម្បីល្បួងគេទៀតល្បួងទៅហេតុអ្វីក៏ធ្វើឲ្យខ្ញុំខ្លាចជាមនុស្សគួរឲ្យខ្លាចយ៉ាងនេះឆាប់ទៅសុំទោសចង់សឹងទៅសុំទោសភ្លាមទៅសៀវវិនបងជាបងស្រីឯណាឥឡូវនេះអញហ៊ានទោះជាមួយបងព្រោះតែជាដាននឹងមែនទេចង់សឹងគ្រាន់តែជាក្មេងស្រីធម្មតាម្នាក់ប៉ុណ្ណោះមិនក៏អញហ៊ានបំផ្លាញមុខគេយ៉ាងនេះជាដានគេល្បិចក៏ច្រើនណាស់បងប្រមានអញហើយណាបើអញនៅតែមិនផ្ដាច់ទំនាក់ទំនងជាមួយគេទេនោះឯងនឹងបង្ខំបងឲ្យប្រើកម្លាំងម្ដងទៀតហើយបានឯងកាន់តែបង្ខំបងក៏កាន់តែនៅក្បែរគេដែរ